បាទជម្រាបសួរពុកម៉ែបងប្អូនប្រិមត្តទាំងអស់គ្នាបងប្អូនបាទមកមួយគ្រឿងទៀតហើយបងប្អូនបាទថ្មីណាស់បងប្អូនហើយបាទទៅតែកាត់បានពេលនេះបាទប្រើប្រាស់ផ្ទាល់ម្ចាស់ដើមទី1តែម្ដងបងប្អូនបាទ Revo បាទឆ្នាំ2001បងប្អូនណាបាទខ្ញុំបាទទៅតែកាត់បាន2នាក់ប្រើប្រាស់ផ្ទាល់បាទម្ចាស់ដើមទី1តែម្ដងបាទនៅផ្ទះគាត់នៅរាជធានីភ្នំពេញបាទខណ្ឌរសីកោបាទអញ្ចឹងបងប្អូនប្រិមិត្តបាទដែលកំពុងតែស្វែងរកបងប្អូនប្រភេទរថយន្តបាទ Toyota Revo ផលិតឆ្នាំ2001បាទពណ៌ខ្មៅយកទៅប្រើប្រាស់លក្ខណៈគ្រួសារបងប្អូនមួយគ្រឿងនេះបាទមិនធ្វើឲ្យបងប្អូនខកចិត្តទេបាទគឺស្អាតថ្មីបងប្អូនសាច់ដាច់អត់មានពុកច្រេះអត់មានប្រវត្តិកាត់តស្ងោរដោពណ៌បាទជាប្រភេទរថយន្តដែលមានឯកសារគ្រប់បាទកាត់បានពីម្ចាស់ដើមទី1តែម្ដងហើយជាពិសេសបងប្អូនឡានតុបតែងរុលជាស្រេចបាទជង្គៀងគុជជន់ផ្លាកលេខថ្មីបាទទឹកថ្នាំអីស៊ីនច្រើនបងប្អូននៅស៊ីនច្រើនទឹកថ្នាំណាបាទអញ្ចឹងបងប្អូនឡាននេះគឺជាប្រភេទបាទឡានផលិតឆ្នាំ2001បាទប៉ង1មកណាបាទប្រើសាំងសុតអត់មានកាយហ្គាសអីទេបាទអញ្ចឹងបងប្អូនប្រិមិត្តនៅតាមបណ្ដាខេត្តរាជធានីដែលកំពុងតែស្វែងរកយកទៅប្រើប្រាស់លក្ខណៈគ្រួសាររ៉ូឡានស្អាតបាទរ៉ូឡានដែលមានប្រវត្តិល្អបងប្អូនអាចមកមើលមួយគ្រឿងនេះបានបាទអញ្ចឹងបងប្អូនតាមដានជាមួយខ្ញុំបាទ4 5នាទីបាទខ្ញុំបាទនឹងថតជូនបងប្អូនអំពីភិនភាគទូរយន្តជូនបងប្អូនមើលបាទដូចបងប្អូនឃើញហើយបាទយ៉ាន់ស្អាតសបកកង់ថ្មីទាំង4បាទទឹកថ្នាំនៅអែមបាទការតុបតែងក្រុមមេអេណុកបាទបញ្ឈោបដេកដៃទាញទ្វារមានដេហ្គាលើបាទគឺនៅមួយសេតតែម្ដងហើយទឹកថ្នាំបងប្អូនមើលអត់មានស្លេកស្លកឆ្កូតអីទេបាទគឺនៅស្អាតមែនទែនបាទទឹកថ្នាំស៊ីននៅច្រើនបងប្អូនឡាននេះបាទបាញ់ថ្នាំខ្លះបងប្អូនណាបាញ់ថ្នាំខ្លះអត់មាននៅស៊ីនទាំងអស់ទេបាទជួសកាងបាញ់កាងឯដែរបាទសបកកង់ថ្មីទាំង4គ្រាប់បាទកម្របកង់ស្គួរបាទនៅស្អាតបងប្អូនណាបាទអញ្ចឹងបងប្អូនប្រិមិត្តរបស់អំពូមីងបាទនៅតាមបណ្ដាខេត្តរាជធានីបាទទូទាំង25ខេត្តក្រុងបងប្អូនស្រឡាញ់ពេញចិត្តដែលឃើញច្បាប់ធ្វើការ live បងប្អូនចាប់អារម្មណ៍អាច call សាកសួរបាទមកកាន់លេខទូរស័ព្ទក៏ដូចជា chat មកកាន់ Telegram ឬក៏មកកាន់ page ក៏បានដែរបាទឡាននេះគឺនៅស្អាតមែនទែនបងប្អូននៅស្អាតដែរអត់មានបញ្ហាទេបាទអត់មានបុកប៉ះអត់មានកលាប់កាត់តស្ងោរដូរពណ៌ទេបាទលេខកូដកញ្ចក់ឲ្យនៅមួយជុំបងប្អូនប្រិមិត្តណាបាទលេខកូដកញ្ចក់នៅមួយជុំបាទទឹកថ្នាំវានៅស្អាតបងប្អូនបាទអញ្ចឹងបងប្អូនអ៊ំពូមីងជាទីគោរពរាប់អានបាទបើសិនជាបងប្អូនចាប់អារម្មណ៍ឡានមួយគ្រឿងនេះបាទបងប្អូនអាច call សាកសួរមកកាន់លេខទូរស័ព្ទបាទតម្លៃសមរម្យចែកជូនបងប្អូនប្រិមិត្តយកទៅប្រើប្រាស់អត់ចាំបាច់ជួលជាងរៀបចំទៅទៀតទេបាទឡាននេះរៀបចំសិតអេមមកហើយបាទអញ្ចឹងបងប្អូនចាប់អារម្មណ៍អាច call សាកសួរបានបាទបងប្អូនទាំងគ្នាបន្ទាប់ពីបងប្អូនឃើញអំពីទឹកថ្នាំមួយជុំហើយបងប្អូនបាទអញ្ចឹងបងប្អូនមកមើលប្លុកម៉ាស៊ីនវិញម្ដងបងប្អូនណាបាទបងប្អូនអ៊ំពូមីងប្រិមិត្តអ៊ំពូមីងទាំងគ្នាបងប្អូនមើលប្លុកម៉ាស៊ីនបាទ Revo ផលិតឆ្នាំ2001បងប្អូនមើលក្លុបកលៀតសាច់ដែកបាទគឺនៅសំណុំស៊ីនទាំងអស់បងប្អូនណាបាទនៅសំណុំស៊ីនបាទសបុកអៀនៅស្អាតអត់មានបែកបាក់ទេបាទម៉ាស៊ីនឆេះស្ងាត់រត់ស្ទុះបងប្អូនបាទប្រអប់លេខរត់ស្រួលបញ្ហាទេបាទអញ្ចឹងបងប្អូនមើលក្លុបកលៀតសាច់ដែកគឺនៅស្អាតតែម្ដងបាទដូចខ្ញុំបាទជម្រាបជូនបងប្អូនឡាននេះអត់មានប្រវត្តិកាយហ្គាសពីមុនមកទេបាទម្ចាស់ដើមទី1បងប្អូនណាម្ចាស់ដើមទី1បញ្ជាក់ហើយបញ្ជាក់ទៀតបាទឡាននេះគឺទិញកាត់បានពីម្ចាស់ដើមទី1គាត់ប្រើប្រាស់បាទនៅរាជធានីភ្នំពេញយើងទេបាទគាត់ប្រើប្រាស់ថៃបងប្អូនណាបាទគឺនៅស្អាតឡាននៅស្អាតបងប្អូនឯកសារគ្រប់ឡាននៅស្អាតបាទបងប្អូនមើលបាទគឺនៅបាទលេខកូដលេខតែមាននៅទាំងអស់បងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនអ៊ំពូមីងបាទឃើញច្បាប់ធ្វើការ live បងប្អូនស្រឡាញ់ពេញចិត្តចាប់អារម្មណ៍បាទកុំភ្លេចបាទតាក់ទងមកកាន់លេខទូរស័ព្ទក៏ដូចជាឆាតមកកាន់ page ក៏បានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនប្រិមិត្តអ៊ំពូមីងទាំងគ្នាបន្ទាប់ពីបងប្អូនឃើញអំពីភិនភាគទឹកថ្នាំមួយជុំមកហើយបងប្អូនណាបាទបងប្អូនមើលចង្គៀងគុជយើងបំពាក់ថ្មីបាទអញ្ចឹងច្បាប់រំលោភបងប្អូនបាទទៅមើលខាងក្នុងវិញម្ដងបាទទៅមើលផ្នែកខាងក្នុងវិញម្ដងបាទត្រឡក់កញ្ចក់បងប្អូននេះសតតុបតែងបន្ថែមហើយបាទអញ្ចឹងស្អាតហើយបងប្អូនយកទៅអត់ទាស់ចិត្តទេទឹកថ្នាំមិនស្អាតលេខកូដកញ្ចក់នៅមួយជុំបាទបងប្អូនមើលខាងក្នុងសាច់ចិញ្ចៀងស្អីនៅហាប់ណែនល្អបងប្អូនណានៅសំណុំស៊ីនបាទមានកម្រាលតាប់ឡូបាទមានស្រោមពុកបាទខៀវឡៃខ្មៅបាទគឺស័កសមមែនទែនបងប្អូនណាបាទខាងក្នុងគឺស្អាតថ្មីតែម្ដងអេតាខាងក្នុងគ្រឿងជួគ្រឿងនៅថ្មីបងប្អូនហើយបាទគ្រឿងជួតាប់ឡូបងប្អូនមើលបាទនៅថ្មីបាទមញ៉េស៊ីនបងប្អូនណាមញ៉េស៊ីននៅចាក់វិសុកចាក់អីបាន CD flash ក៏បានដែរបាទបងប្អូនទាំងគ្នាបាទនេះបងប្អូនឃើញទេបាទនៅស្អាតណាស់បងប្អូនហើយបាទអញ្ចឹងសម្រាប់បងប្អូនអ៊ំពូមីងមានសមាជិកគ្រួសារ4 5នាក់អីបាទទិញ Revo សន្សំចៃស៊ីសាំងតិចប៉ុង1បាទបងប្អូនមើលក្លុកកលៀតសាច់ដែកបាទគឺនៅសំណុំទាំងអស់បងប្អូនណាបាទអញ្ចឹងមកមើលផ្នែកខាងក្រោយបាទផ្នែកខាងក្រោយដូចគ្នាបងប្អូន Revo ខ្ពស់ហើយទូលាយដែរបងប្អូនណាយើងអាចដាក់សមាជិកគ្រួសារបានច្រើនយើងធ្វើដំណើរទីជិតទីឆ្ងាយងាយស្រួលបងប្អូនស៊ីសាំងតិចបាទចាំបងប្អូនឃើញហើយបាទខ្ញុំបាទថតឲ្យមានលេខលៀមនៅកន្លែងណាទេបាទនេះលេខតែមកូដអីមួយជុំបងប្អូនបាទអេតាខាងក្នុងក៏នៅថ្មីស្អាតបងប្អូនណាបាទនៅស្អាតបាទខ្ញុំថតលម្អិតជូនឲ្យគ្រប់ភិនភាគតែម្ដងបាទអញ្ចឹងមកមើលផ្នែកទ្វារខាងក្រោយវិញម្ដងបាទបងប្អូនទាំងគ្នាបងប្អូនមកមើលបាទជញ្ជាំងទ្វារខាងក្រោយគ្រឿងជួរវិញអត់មាន
ល្បេះល្បកឆ្កូតអីទេបាទគឺនៅស្អាតតែម្ដងបងប្អូនបាទគ្រឿងជឿខាងក្នុងនៅស្អាតគ្រឿងជឿបាទនេះបាទស្អាតយើងអាចដាក់អីវ៉ាន់ដាក់អីបានច្រើនដែរ Revo តលាខាងក្រោយបងប្អូននេះបាទក្លុកកលៀតសាច់ដែកមកអែមតែម្ដងបាទបាទអញ្ចឹងបើសិនបងប្អូនស្រឡាញ់ពេញចិត្តចាប់អារម្មណ៍បាទកុំភ្លេចបងណាបាទតាក់ទងខ្ញុំបាទគ្រប់ពេលវេលាបានបាទបងប្អូនអ៊ំពូមីងបាទជាទីគោរពរាប់អានបាទខ្ញុំបាទធ្វើការថតគ្រប់ភេនភាគនីតិរយន្តតែប៉ុណ្ណេះជូនបងប្អូនបាទបើសិនជាបងប្អូនបាទចង់ដឹងនៅព័ត៌មានលម្អិតបន្ថែមឬក៏បងប្អូនបាទចង់បានរូបស្លឹកបាទខ្ញុំបាទនឹងថតតម្លាក់ជូនបងប្អូនណាបាទអញ្ចឹងជាចុងក្រោយបាទខ្ញុំបាទសូមអរគុណបងប្អូនដែលតែងតែចំណាយពេលវេលាបាទតាមដានរកការ live របស់ខ្ញុំបាទសម្រាប់បងប្អូនថ្មីដែលមកកាន់ page ខ្ញុំបាទដែលកំពុងតែស្វែងរកឬក៏ចង់ដឹងនៅព័ត៌មានរថយន្តមួយទឹកស្រុកខ្មែររបស់យើងបាទបងប្អូនជួយ like share follow page ម្នាក់មួយដើម្បីបងប្អូនទទួលបាននៅព័ត៌មានរថយន្តមួយទឹកម៉ាកផ្សេងទៀតពីខ្ញុំបាទជារៀងរាល់ថ្ងៃផងដែរបាទសូមអរគុណបងណាបាទសូមជម្រាបលាបងប្អូនបាទ